Ba som group នឹងជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះឃ្លាំង007អូតូសូមបង្ហាញនៅរថយន្តមួយគ្រឿងម៉ាក Hyundai 5តោនឆ្នាំ01ប្រភេទតាពុនបាទយើងបណ្ឌិតមើលជើងក្រោមបានមកសមរម្យបាទតាមសភាពជាក់ស្ដែងនៃការប្រើប្រាស់បាទទើបតែរៀបចំស្អាតបាទសម្អាតងូតទឹកស្អាតបាទឡាននេះគឺជាប្រភេទឡានស្អាតដែលពុកម៉ែបងប្អូនយកទៅប្រើប្រាស់ដែលមានទំនុកចិត្តបាទយើងទៅមើលផ្នែកកាប៊ីនវិញម្ដងកាប៊ីនខាងក្នុងបាទស្រោមពូកស្បែកបាទខាងក្រោយមានមួយបាំងទៀតសម្រាប់បងប្អូនសម្រាប់បាទកម្រាលបាតលើស្អាតដំបូលតាប់ឡូទ្វារបាទស្អាតបាទអត់មានច្រេះមានពុកអីទេបាទពុកម៉ែបងប្អូនដែលមានបំណងចង់ទិញដាច់វាយដូរក៏ដូចជាបងមលួសបាទសូមអញ្ជើញឃ្លាំង007អូតូបាទនៅខាងលិចវត្តក្មួយបាទយើងពិនិត្យមើលសាក់ស៊ីបាទសាក់ស៊ីគឺស្អាតស្មើបាទសាក់ស៊ីបាទសាក់ស៊ីស្អាតស្មើបាទអត់មានច្រេះអត់មានពុកធ្លុះធ្លាយទេបាទអត់មានច្រេះមានពុកធ្លុះធ្លាយទេបាទនៅសំណុំស៊ីនដើមទាំងអស់បាទយើងថតគឺថតឡានសាក់ស៊ីតួសុតតែម្ដងបាទងាយស្រួលពុកម៉ែបងប្អូនពិនិត្យមើលបាទពិនិត្យមើលតាមជាក់ស្ដែងបាទប្រសិនបើពុកម៉ែបងប្អូនមានតម្រូវការដាក់ទូក្លាសេបាទដាក់ទូស្ងួតបាទដាក់ទ្រុងធម្មតាបាទឃ្លាំងយើងអាចរៀបចំជូនទៅតាមតម្រូវការរបស់ពុកម៉ែបងប្អូនបាទយើងក៏លេចទៅមើលម៉ាស៊ីនវិញបាទស្ងួតចាស់តែម្ដងបាទអត់មានលេចជ្រាបប្រេងទេបាទស្ងួតចាស់ហើយខាងក្រោយកាប៊ីនបាទស្ងួតចាស់គឺអត់មានច្រេះអត់មានពុកអីទេបាទយើងមើលទៅលើខាងស្ដាំវិញម្ដងគឺស្អាតបាទតែមស្រស់ស្អាតណាបាទយើងបើកមើលទ្វារខាងស្ដាំបាទយើងមើលក្នុងកាប៊ីនបាទស្អាតសមរម្យបាទអាចសម្រាកបាននៅក្នុងកាប៊ីនបាទកម្រាលបាតកម្រាលតាប់ឡូបាទដៃទ្វារគឺមកសមរម្យបាទអត់មានបាក់បែកអត់មានពុកធ្លុះធ្លាយទេបាទយើងនឹងឲ្យខាងក្រុមការងារនឹងបើកម៉ាស៊ីនមើលបាទបើកម៉ាស៊ីនកម្របម៉ាស៊ីនបាទបច្ចេកម៉ាស៊ីនដើម្បីតេស្តជូនពុកម៉ែបងប្អូនថាតើម៉ាស៊ីនវាគុណភាពយ៉ាងម៉េចដែរបាទនេះយើងមើលទៅលើសាច់ម៉ាស៊ីនបាទសាច់សាក់ស៊ីខាងក្រោមកាប៊ីនបាទស្អាតសមរម្យបាទយកទៅប្រើប្រាស់បាទយើងពិនិត្យទៅមើលម៉ាស៊ីនបាទម៉ាស៊ីននេះគឺម៉ាស៊ីនកំពុងតែដំណើរការបាទក្រុមការងារកំពុងបើកកមុបបាទនេះអត់មានហុយអត់មានអីទេបាទម៉ាស៊ីនគឺឆេះស្មើអត់មានញាក់ញ័រគ្រុនចាញ់គ្រុនញាក់អីទេបាទគឺឆេះស្មើបាទម៉ាស៊ីននេះគឺកំពុងដំណើរការបាទយើងក៏លេចទៅមើលបាតកាប៊ីនវិញបាតកាប៊ីនគឺស្មើស្អាតបាទស្មើស្អាតអត់មានពុកធ្លុះធ្លាយទេបាទសូមបញ្ជាក់អត់មានពុកធ្លុះធ្លាយទេហើយឃ្លាំង007អូតូបាទសូមធ្វើការធានាជូនពុកម៉ែបងប្អូនថាឡានដែលចេញពីឃ្លាំងយើងទៅគ្មានការកាត់តគ្មានការអីទេបាទអត់មានកាត់តសាក់ស៊ីផ្សេងកាប៊ីនផ្សេងអីទេបាទគឺឡានមូលតែម្ដងអត់មាន3កណាត់4កណាត់អីទេបាទសូមបញ្ជាក់បាទអញ្ចឹងដើម្បីពុកម៉ែបងប្អូនមានទំនុកចិត្តបាទយកទៅប្រើប្រាស់បាទយើងមើលម៉ាស៊ីនគឺសមរម្យបាទឆេះស្ងាត់អត់មានញាក់ញ័រទេបាទម៉ាស៊ីននេះកំពុងដំណើរការបាទពុកម៉ែបងប្អូនដែលមានតម្រូវការបាទ5តោនឆ្នាំ01បាទសូមអញ្ជើញមកមើលបាទមានទិញដាច់វាយដូរក៏ដូចជាបងមលួសបាទសូមអរគុណច្រើន